វីដេអូនេះ admin មកនិយាយតាក់ទងជាមួយនឹងបទ hot sauce ដែលជាបទថ្មីរបស់ Baby Monster ដែលនឹងចេញនៅថ្ងៃទី1 ខែ 7 ខាងមុខនេះឯងបទ hot sauce នេះដែរគឺជាបទថ្មីមួយដែលទទួលបានការ inspire ពីក្រុម K-pop បរិសុទ្ធចំនួនមុនដែលមានឈ្មោះថា So Taiji and Boys admin អត់ដឹងថាហៅឈ្មោះក្រុមនឹងត្រូវឬខុសហើយចាំ admin តែសេ online នៅលើនឹងឲ្យអ្នកទាំងគ្នាមើលមកទៅដែលក្រុមមួយហ្នឹងក៏មានសមាជិកក្រុមម្នាក់ដែលមានឈ្មោះថា Yang Yong-seok ដែលយើងស្គាល់ថាជា YG ឬក៏ជា CEO នៅក្នុងផលិតកម្ម YG អញ្ចឹងចុះជាសមាជិកម្នាក់នៅក្នុងក្រុមនឹងដែរ YG ក៏គាត់បានបញ្ជាក់នៅក្នុង announcement គាត់ដែរគាត់បាននិយាយថាបទ hot sauce នេះគឺជាប្រភេទបទ hip hop ដែលស្ថិតនៅកំឡុងពាក់កណ្ដាលចុងក្រោយនៃទសវត្សរ៍ឆ្នាំ1980យើងអាចនិយាយបានថាដោយសារតែតា YG នឹងគាត់ចង់រំលឹកទៅកាន់អនុស្សាវរីយ៍របស់គាត់កាលពីគាត់នឹងនៅជាតារា K-pop អញ្ចឹងហើយបានជាគាត់នឹងសម្រេចចិត្តថា comeback Baby Monster មកចេញទៅដាក់ concept បែបជាសម័យមុនមកវិញចឹងណាហើយនេះក៏ជារសជាតិនៃ concept ថ្មីរបស់ Baby Monster ដែលគាត់នឹងផ្ដល់មកឲ្យ Monster យើងក្នុងពេលឆាប់ៗនេះហើយអញ្ចឹងយើងមើលតែ poster គេទៅចាគឺមានជាលក្ខណៈមួយបែបផាចម្រុះពណ៌ហ្មងណានងតាប៊ុងទៀតហើយលើកនេះហ៎ជាចុងក្រោយគឺ admin សង្ឃឹមថាពួកយើងតែជា Monster ទាំងអស់គ្នានឹងគ្រប់គ្រងបាត់ថ្មីនេះបានខ្លាំងទោះបីជាមានរឿងអល្អឬក៏អាចអន់សពន់ចិត្តបន្តិចបន្តួចចំពោះការ comeback នេះក៏ដោយមិនតិចតួចទេរឿងខ្លាំងដែរហ្នឹងព្រោះអី comeback មកតែ6នាក់បាត់នៅអ្នកអញ្ចឹងមិនតិចតួចសម្រាប់ខ្ញុំទេប៉ុន្តែធ្វើម៉េចទេយើងត្រូវតែគ្រប់គ្រង6នាក់ទៀតដែលគាត់បានព្យាយាមផលិតបទនេះឲ្យយើងស្ដាប់អញ្ចឹងយើងស៊ូគ្រប់គ្រងទាំងអស់គ្នាចា